ហើយក៏ឃើញនេះសំណួរគាត់នេះសួរពីប្រស្នាបុរាណនេះថាដីខ្មែរដីសៀមដីយួនលាយចូលគ្នាកុកសរេរាមិនចង់ទៅស្រុកអានេះជាប្រស្នារបស់សត្រាពីដើមទេដែលលោកពោលមកនោះលោកពោលជាប្រស្នាលោកមិនពោលតែត្រង់ទេព្រោះខ្មែរយើងពីដើមបើគេលេងអីគេលបងប្រស្នាណាហើយលបងប្រស្នាហ្នឹងជាប់ជាទំនៀមជាប់ជាទំនៀមដោយពិធីមង្គលការពិធីចែចៅកូនកន្លោះកូនកមុំអញ្ចឹងណាយើងឥឡូវអត់ចេះប្រស្នាទេនិយាយត្រង់តែកូនអ្នកឯងកមុំទេកូនអ្នកឯងកន្លោះទេមានជាប់ពាក្យឯណាឯណីហើយទេបើអត់ទេយើងជាប់សាច់ជាប់ឈាមគ្នាទៅជាតម្លងនឹងគ្នាអីចឹងទៅប៉ុន្តែចាស់ពីដើមអត់មានអញ្ចឹងទេអ្នកសុកសៀមរាបនេះប្រហែលសល់ទំនៀមច្រើនហើយវាថាចាស់ពីដើមបើគេចង់សួរគ្នាអំពីកូនចៅប្រុសស្រីអញ្ចឹងគេលើកជាប្រស្នាគេថាខ្ញុំមកពីនាយធ្លាក់ដល់អាយឃើញស្រូវអ្នកល្អមានក្របពូជនោះក៏ល្អដែរចង់យកមកសាបព្រោះលើដីអ្នកតើបានដែរឬទេណែគេសួរគ្នាអញ្ចឹងណាណែបានខាងមកខាងទៀតខាងកូនស្រីគេថាបើសិនតែគេកូនស្រីនឹងមិនទាន់ណែជាប់ពាក្យជាប់សម្ដីជាមួយអ្នកណាទេគេថាដីខ្ញុំដីមាសដីសម្រិតណាបើអ្នកគិតដល់ត្រឹមត្រូវល្មមព្រមនឹងយកក្របពូជមកផ្ញើបានណែគេឆ្លងវាសនាគ្នាអញ្ចឹងហើយបើកូនបើគេអត់សួរអញ្ចឹងគេសួរថាខ្ញុំដើរកាត់ព្រៃឃើញផ្កាឈូកកំពុំដុះក្នុងបឹងល្អគប់នេត្រាប្រាថ្នាចង់កាច់យកមកថ្វាយព្រះណែបើខាងស្រីគេព្រមវិញណែគេលើកប្រស្នាតបវិញគេថាណែផ្កាឈូកខ្ញុំរុំដោយទឹកបឹងមានបន្លាពាត់បើកបិតអ្នកជាកវេអ្នកជាកាត់ឆ្កាព្រមល្មមចូលយកបាននេះគេឲ្យតម្រុយអញ្ចឹងបើគេថាព្រមល្មមកាត់យកបានតែកូនប្រុសហ្នឹងទៅទទូចមេដាបៃតាឲ្យចូលទៅស្ដីឲ្យចូលទៅស្ដីហើយស្ដីហើយហ្នឹងក៏គេមិនមែននិយាយត្រង់ទេគេថាខ្ញុំដែលមកនេះចាត់តាំងដោយលោកមេបាខាងប្រុសតំណាងឲ្យមហាទាំង3គឺមហាទេពមហាមន្ត្រីមហាភក្តីចូលមកចែកចៅសុំផ្លូវដើរសុំចដើរឡើងអីចឹងទៅគេសួរហោហែអញ្ចឹងណានោះជាប្រស្នាចាស់បុរាណលោកមិននិយាយត្រង់ទេព្រោះវាជាបើយើងហៅឲ្យស្រួលស្ដាប់ថាជាស្ទាយជាការនិយមពេញចិត្តប្រើប្រាស់ក្នុងសម័យមុនហ្នឹងហើយដូចគេសួរលោកអញ្ចឹងណាប្រស្នាហ្នឹងនៅក្នុងធម្មវិន័យបណ្ដាឥឡូវបែបបាត់ហើយបើពីដើមមានប្រស្នាដែលគេចោទសួរគ្នាអ្នកចង់ទ្រុងឃើញសត្វចកជើងខ្ញុំដែរឬទេមានសត្វលក្ខចកពំយកទៅស៊ីក្បែរមុំពពីក្រោមដើមលក្ខផ្កាបើយើងនិយាយឥឡូវស្ដាប់មិនចូលហ่ะមិនដឹងថាម៉េចទេណាបុរាណពីដើមលោកបាត់សេះលោកដើររកសេះលោកដើររកទៅជួបលោកគង់បិណ្ឌបាតអញ្ចឹងបុរាណលោកសួរអ្នកចង់ទ្រុងនេះគង់ចង់ទ្រុងនេះវត្តពុននេះឃើញសត្វចិត្តជើងខ្ញុំដែរឬទេអាសេះហ្នឹងជើងវាមានប្រហោងឯណាជើងវាចិត្តអត់ដូចគោទេបាននៅប្រទេសរៈលោកឆ្លើយវិញជាប្រស្នាថាឃើញសត្វលក្ខចកពំយកទៅស៊ីក្បែរមុំពពីក្រោមដើមលក្ខផ្កាលោកឆ្លើយថាឃើញខ្លាវាពំទៅស៊ីក្បែរមុំស្រែបាត់ហើយក្រោមដើមលក្ខផ្កាហ្នឹងអាដើមគុយមិនដែលឃើញផ្កាវិញកាផ្លែតែហ្មងអញ្ចឹងប្រស្នាបុរាណលោកនិយាយគ្នាចូលចិត្តនិយាយជាប្រស្នាអញ្ចឹងដែលគាត់សួរនេះដីខ្មែរដីសៀមដីយួនលាយចូលគ្នាកុកសរេរៀមចង់ទៅនេះប្រស្នាក្នុងសត្រានេះដែលលោកចង់និយាយកាលនោះសម័យឥណ្ឌូចិននោះដែលប្រទេស
ខ្មែរក៏គេដាក់ចូលជាឥណ្ឌូចិនប្រទេសឡាវគេដាក់ចូលឥណ្ឌូចិនប្រទេសវៀតណាមគេដាក់ចូលឥណ្ឌូចិនបន្ទាប់មកកុកសោហ្នឹងគឺអាណានិគមបារាំងចាញ់សង្គ្រាមហើយក៏មិនចង់ទៅដែរណាចង់នៅនឹងគ្រប់គ្រងយកស៊ុយសាកហ្នឹងអញ្ចឹងដែលយើងធ្លាក់អញ្ចឹងទៅបានមកពីអីមកទៅពីបែកបាក់សាមគ្គីគ្នាហ្នឹងណាកាលណាយើងបែកបាក់សាមគ្គីគ្នាប្រទេសយើងចោះអន់ខ្សោយកាលណាប្រទេសយើងចោះអន់ខ្សោយគេគ្រប់គ្រងហើយអញ្ចឹងមកដល់សម័យឥឡូវនេះប្រទេសយើងបានសុខសាន្តរុងរឿងហើយអញ្ចឹងលៃយ៉ាងម៉េចកុំឲ្យបែកបាក់សាមគ្គីគ្នាទៀតសំដោយថេរដីកានៃរបស់សម្ដេចពពុទ្ធិវាំងមិញអញ្ចឹងណាតតោះម្នោះក៏លែងផ្លែដែរតតោះគ្នាម្នោះលែងផ្លែចង់សម្ដៅលើសមិទ្ធផលហ្នឹងណាដូចក្នុងវត្តអរញ្ញសាគរណាបើអាចារ្យគណៈកម្មការប្រសង់ចោះគ្នាហើយមួយឆ្នាំនេះចំណាយថវិកាជាង$130,000កសាងសមិទ្ធផលនេះអត់កើតទេបើអាចារ្យចង់ធ្វើចេតិយព្រះគ្រូចៅដីកាចង់ធ្វើជាបណៈឋានគណៈកម្មការចង់ធ្វើកុដិអានោះគឺថាឆ្លោះគ្នាពេញទៅវត្តហ្នឹងអញ្ចឹងណែសុកចិត្តធ្វើជាពោះមានកតុយច្រើនតែក្បាលមួយប្រសើរជាងធ្វើពោះក្បាលច្រើនកតុយមួយព្រោះថាតពោះក្បាលច្រើនគឺថាចេញទោះចូលទោះចេញមិនអស់ចូលមិនហើយទេមួយចង់ទៅឆ្វេងមួយចង់ទៅស្ដាំលែងអីតោះគ្នារេរៀមិនតាន់បានចូលរុនមន្ត្រីមកឆាបឆក់យកទៅធ្វើជាចំណីបាត់ទៅមិនមែនថាក្បាលមួយកតុយច្រើននៅក្បាលទៅណាកតុយទៅនងហើយអញ្ចឹងហាក់បីដូចជាកម្លាំងសាមគ្គីគ្នាអញ្ចឹងជាចលករហូតបានសម្រេចជាសមិទ្ធផលដែលយើងធ្វើពិធីឆ្លងក្នុងថ្ងៃហ្នឹងអញ្ចឹងណាពិធីឆ្លងនេះយើងភាសាខ្មែរសត្វសាតឆ្លងប្រសង្ឃសក្រិតហៅថាសម្ពោធណាប្រែមកវិញថាសម្រេចសក្តីសម្រេចណាឥឡូវសាលាហ្នឹងសម្រេចហើយបានប្រើប្រាស់ហើយសន្មត់ថាសម្រេចហើយជាបណៈឋានសម្រេចហើយសន្មត់ថាសម្រេចហើយដាក់ឲ្យប្រើប្រាស់ហ្នឹងឯងអញ្ចឹងសេចក្តីសម្រេចនេះទៅបានអាស្រ័យសេចក្តីសាមគ្គីរបស់នៃមហាបជាពុទ្ធបរិស័ទរួមជាមួយនឹងអាចារ្យគណៈកម្មការជាប្រសេះប្រសង់ដែលជាអធិបតីមានព្រះគ្រូចៅដកាជាដើមមាននៅសន្តានចិត្តតែមួយរួមគ្នាទើបណាធ្វើឲ្យពុទ្ធសាសនាយើងរីកចម្រើនក៏ដូចជាទីវត្តអារាមយើងរីកចម្រើនអញ្ចឹងហើយគាត់មានប្រស្នាច្រើនណាស់មាន2មាន3មាន4មិនដែរដូចជាឆ្លើយតែមួយនឹងសិនចុះ2 3នឹងចាំទុកក្រោយដោយសារនៅវាអត់ពាក់ព័ន្ធជាមួយនឹងកម្មវិធីនេះវាពាក់ព័ន្ធតែមួយខាងលើហ្នឹងដែលលោកប្រធានមន្ត្រីធម្មការលោកបានមានប្រសាសន៍អំពីសាមគ្គីហ្នឹងហើយស្រុកណាក៏ដោយតែខ្វះសាមគ្គីគ្នាហើយអត់ចម្រើនរុងរឿងទេ